សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងចូលដល់មេរៀនថ្មីមួយទៀតគឺមេរៀនទី23ណាបងណានៅក្នុងមេរៀនទី23បងប្អូននឹងរៀនតាក់ទងជាមួយនឹងព្យាង្គតម្រួតដដែលហើយដែលមានព្យញ្ជនៈគោលគឺព្យញ្ជនៈងដែលដាក់ទៅលើជើងនៃព្យញ្ជនៈផ្សេងៗអញ្ចឹងនៅក្នុងមេរៀននេះបងប្អូននឹងអាចអានបានណាព្យញ្ជនតម្រួតពាក់ព័ន្ធជាមួយនឹងអក្សរព្យញ្ជនៈងជាមួយនឹងជើងតម្រួតនៃអក្សរផ្សេងៗអញ្ចឹងកុំឲ្យខាតពេលយើងអានយកតែម្ដងទៅប៉ុន្តែដោយសារការប្រកបនេះវាមានការលំបាកអញ្ចឹងលោកគ្រូមិនចាំបាច់ប្រកបទេណាអញ្ចឹងយើងគ្រាន់តែឲ្យដឹងតែម្ដងថាតើអានេះវាដាក់ជាមួយអីអញ្ចឹងទី1គឺងជើងรงជើងรงជើងรงជើងវងជើងវងជើងវងជើងសងជើងសងជើងសងជើងហងជើងហងជើងហងជើងអងជើងអងជើងអអញ្ចឹងបន្ទាប់ពីយើងអានព្យញ្ជនតម្រួតហើយឥឡូវមកយើងមកដល់អានពាក្យមួយណាបងណាអញ្ចឹងយើងអានពាក្យមួយទី1គឺយើងប្រកបសិនណាអញ្ចឹងយើងប្រកបថាម៉េចថាពនិងងជើងរដាក់ស្រៈអ៊ីនិងកយើងអានថាពង្រីកអានេះយើងអានថាពង្រីកពង្រីកពង្រីកបនិងងជើងរដាក់ស្រៈអ៊ូនិងមយើងអានថាបង្រួមបង្រួមបង្រួមអនិងងជើងរដាក់ស្រៈអ៊ូនិងណអង្រួន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 ចនិងងជើងវដាក់ស្រៈអាយើងអានថាចង្វាចង្វាចង្វាចនិងងជើងវដាក់ស្រៈអានិងកបន្តក់យើងអានថាចង្វាក់ចង្វាក់ចង្វាក់បនិងងជើងវដាក់ស្រៈអេនិងលយើងអានថាបង្វិលបង្វិលបង្វិលអនិងងជើងវនិងរគឺយើងអានថាអង្វរអង្វរអង្វរបនិងងជើងវដាក់ស្រៈអែនិងរយើងអានថាបង្វែបង្វែបង្វែសនិងងជើងសសំយោគសញ្ញានិងយោយើងអានថាសង្ស័យ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 កនិងងជើងហដាក់ស្រៈអានិងរខ្ញុំអានថាកង្ហ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 ាបនិងងជើងហដាក់ស្រៈអានិងញយើងអានថាបង្ហាញ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 សនិងងជើងហដាក់ស្រៈអាយើងអានថាសង្ហាសង្ហាសង្ហាចនិងងជើងអដាក់ស្រៈអេនិងរយើងអានថាចង្អេចង្អេចង្អេចនិងងជើងអដាក់ស្រៈអូនិងលយើងអានថាចង្អុលចង្អុលចង្អុលបនិងងជើងអដាក់ស្រៈអ៊ូនិងចយើងអានថាបង្អួចបង្អួចបង្អួចអញ្ចឹងពាក្យរាយយើងបានអានអស់ហើយឥឡូវយើងចូលដល់ពាក្យផ្សំណាបងណាអញ្ចឹងទី1យើងអានថាត្រីចង្វាត្រីចង្វាត្រីចង្វាទី2គឺជ្រោយចង្វាជ្រោយចង្វាជ្រោយចង្វាចង្អុលដៃចង្អុលដៃចង្អុលដៃបង្រួបបង្រួមបង្រួបបង្រួមបង្រួបបង្រួមអញ្ចឹងបន្ទាប់ពីយើងអានពាក្យផ្សំរួចហើយយើងចូលដល់ clear ឬក៏ល្បះម្ដងណាបងណាអញ្ចឹងល្បះទី1គឺសុខាអង្វរម្ដាយសុំទិញកង្ហាសុខាអង្វរម្ដាយសុំទិញកង្ហាសុខាអង្វរម្ដាយសុំទិញកង្ហាទី2គឺតាគង់ត្បាញចង្អេក្រោមដើមពង្រតាគង់ត្បាញចង្អេក្រោមដើមពង្រតាគង់ត្បាញចង្អេក្រោមដើមពង្រចុងក្រោយមីងព្រឹមបង្ហាញអំពីរបៀបកាត់ត្រីចង្វា
មីងព្រឹមបង្ហាញអំពីរបៀបកាត់ត្រីចង្វាមីងព្រឹមបង្ហាញអំពីរបៀបកាត់ត្រីចង្វាចឹងប្រយោគរបស់យើងទាំង3ល្បះរបស់យើងទាំង3នេះគឺយើងបានអស់អានហើយសង្ឃឹមថាបងប្អូនអាចចាប់បានណាឥឡូវយើងចូលដល់រូបភាពនេះគឺរូបកង្ហាណាចឹងនេះគឺជាកង្ហាស្អីគេទៅកង្ហាហ្នឹងកង្ហាពាក្យតសេយើងហៅថាកង្ហាប៉ុន្តែវាយើងនិយាយធម្មតាយើងថាដង្ហល់ប៉ុន្តែតាមពិតពាក្យវាដែលត្រឹមត្រូវក្នុងពាក្យខ្មែរយើងតែម្ដងគឺយើងហៅថាកង្ហាណាដែលយើងហៅថាដង្ហល់ហ្នឹងអានេះគឺជាចង្អេរណាបងណាចឹងអានេះចង្អេរគេប្រើប្រាស់សម្រាប់ធ្វើអីគឺប្រើប្រាស់សម្រាប់រែងអង្គអីផ្សេងហ្នឹងគឺជាចង្អេរណាចឹងលោកគ្រូគិតថាមេរៀនរបស់យើងមកដល់ទីបញ្ចប់ដែរហើយសង្ឃឹមថាមេរៀនទី23នេះបងប្អូននឹងអាចមានសមត្ថភាពក្នុងការអាននិងប្រកបពាក្យជាមួយនឹងព្យញ្ជនៈងជាមួយនឹងព្យាង្គតម្រួតជាមួយនឹងព្យាង្គតម្រួតនៃព្យញ្ជនៈផ្សេងអូខេអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងលោកគ្រូសូមអរគុណសូមជម្រាបលាជួបគ្នាពេលក្រោយទៀត